កាលពីដើមឡើយនៅភូមិដាច់ស្រយាលមួយមានបុរសម្នាក់ឈ្មោះតាសុកគាត់គឺជាកសិករម្នាក់ដែលស្រឡាញ់ស្រែចម្ការជាងជីវិតខ្លួនឯងទៅទៀតឆ្នាំនេះស្រូវក្នុងស្រែរបស់គាត់ដុះលូតលាស់ល្អណាស់ចេញផ្លែដាក់គ្រាប់ពេញបបមើលទៅដូចកំរាលព្រំមាសប៉ុន្តែជាអកុសលតាសុកមានជំងឺឈឺជាទម្ងន់គាត់ដឹងខ្លួនថាវាមិនរួចទៅដល់ស្រែទៀតទេមុនពេលដែលគាត់ស្លាប់គាត់បានហៅកូនប្រុសរបស់គាត់មកផ្ដាំថាកូនអើយស្រូវឆ្នាំនេះល្អណាស់កុំទុកវាចោលឲ្យសត្វស៊ីឬចោលលួចឲ្យសោះទោះពុកស្លាប់ទៅក៏វិញ្ញាណពុកនៅចាំយាមស្រែនេះដែរក្រោយពីលោកតាសុកស្លាប់ទៅកូនប្រុសរបស់គាត់ឈ្មោះនីជ័យក៏រវល់តែរឿងបុណ្យសពមិនបានទៅមើលស្រែប៉ុន្មានថ្ងៃយប់មួយមានក្រុមក្មេងទំនើងក្នុងភូមិ3នាក់គិតថាចង់លួចច្រូតស្រូវតាសុកយកទៅលក់ព្រោះដឹងថាម្ចាស់ស្រែបានស្លាប់បាត់ហើយពេលពាក់កណ្ដាលយប់អាធ្រាត្រពួកគេបាននាំគ្នាជិះទូកកាត់ប្រឡាយទៅដល់ស្រែតាសុកខ្យល់បក់ត្រជាក់ស្រាប់នាំមកនៅក្លិនក្រអូបនៃផ្លែស្រូវលាយឡំនឹងក្លិនក្រអូបប្រហើរចម្លែកភ្លាមនោះស្រាប់តែមានសំឡេងខ្វាបដូចមនុស្សកំពុងច្រូតស្រូវយ៉ាងលឿនពួកគេម្នាក់សម្លឹងទៅកណ្ដាលវាលស្រែក៏ឃើញស្រមោលខ្មៅខ្ពស់ស្រឡះម្នាក់កំពុងពាក់មួកស្លឹកត្នោតកាន់កំដៀវច្រូតស្រូវយ៉ាងស្វាហាប់ម្នាក់ក្នុងចំណោមពួកគេបានស្រែកសួរថាណែអ្នកណាមកច្រូតស្រូវទាំងយប់ហ្នឹងស្រមោលនោះក៏បានឈប់ងក់រួចសន្សឹមងាកមកក្រោយគ្មានមុខមាត់អ្វីទាល់តែសោះតែរុនភ្នែកក្រហមឆ្អៅដូចរងើកភ្លើងនិងសំឡេងដកដង្ហើមធំឮមកដល់ត្រចៀករបស់ពួកគេស្រូវអញកុំចង់មកប៉ះក្រុមក្មេងទំនើងនោះភ័យពេករត់យកប្រាស់អាយុរៀងខ្លួនខ្លះធ្លាក់ទឹកខ្លះរត់កាត់ភក់ប៉ុន្តែមិនថាពួកគេរត់លឿនយ៉ាងណាទេសំឡេងកំដៀវខ្វាបនៅតែឮដេញតាមពីក្រោយខ្នងរបស់ពួកគេជានិច្ចស្រាប់តែម្នាក់ក្នុងចំណោមពួកគេនោះក៏បានជំពប់ជើងដួលក៏ត្រូវដៃដល់ត្រជាក់ស្រេបនិងស្គមដូចឆ្អឹងចាប់ជាប់ជើងទាញអូសចូលទៅក្នុងគុម្ពស្រូវយុវជននោះបានស្រែកឡើងផ្អើលភូមិប៉ុន្តែអ្នកភូមិគ្មាននរណាហ៊ានចេញមកមើលឡើយព្រោះគេដឹងថានោះគឺជាអ្នកតាម្ចាស់ស្រែឬខ្មោចតាសុកដែលកំពុងបំពេញពាក្យសន្យារបស់គាត់បន្ទាប់ពីក្រុមក្មេងទំនើងម្នាក់ត្រូវបានទាញទៅក្នុងគុម្ពស្រូវបាត់ទៅមិត្តភ័ក្តិ2នាក់ទៀតដែលនៅសេសសល់ភ័យឡើងស្លេកមុខដូចជាមេមន់ពួកគេមិនហ៊ានរត់ទៅជួយមិត្តភ័ក្តិទេបែរជាខំប្រឹងរុញទូកចេញពីមាត់ច្រាំងយ៉ាងញាប់ដៃប៉ុន្តែចម្លែកណាស់ទោះបីជាពួកគេខំចាវយ៉ាងណាក៏ដោយក៏ទូកនោះមិនព្រមរំកិលទៅមុខសូម្បីតែមួយចំអាមវាដូចជាមានដៃជាច្រើនមកចាប់ទាញទូករបស់ពួកគេពីខាងក្រោមភក់អញ្ចឹងរំពេចនោះសំឡេងខ្វាបក៏ឈប់ងក់បរិយាកាសក៏ប្រែជាស្ងាត់ជ្រងំសូម្បីតែសំឡេងសត្វយំក៏បាត់ឈឹងផងដែរស្រាប់តែមានសំឡេងដកដង្ហើមធំនៅក្បែរត្រចៀករបស់ពួកគេម្ដងទៀតមកលួចស្រូវអញជួយច្រូតស្រូវអញឲ្យហើយផងពួកគេក៏បានងាកមើលយ៉ាងយឺតក៏ឃើញតាសុកឈរនៅលើមាត់ទន្លេខ្លួនប្រាណស្គមស្គាំងញីញ័រភ្នែកក្រហមឆ្អៅដូចជាឈាមសម្លឹងមកកាន់ពួកគេដោយកំហឹងដៃម្ខាងរបស់គាត់កាន់កំដៀវដែលមុតស្រួចដូចជាកាំបិតកោចាំងឆ្លោះនិងពន្លឺព្រះច័ន្ទពណ៌ឈាមពួកចៅទាំងនោះភ័យពេករហូតដល់សន្លប់បាត់បង់ស្មារតីនៅលើទូកទាំងភ្នែកនៅបើកធ្លុងព្រឹកឡើងនាយជ័យបានដើរមកដល់ស្រែទាំងបារម្ភគាត់ក៏បានឃើញទូកចៅអណ្ដែតត្រេតត្រោតហើយពួកចៅដេកស្ដោកស្ដឹងដូចជាមនុស្សស្លាប់ប៉ុន្តែអ្វីដែលធ្វើឲ្យគាត់រន្ធត់បំផុតនោះគឺឃើញក្បាលមេខ្មោចចម្បាំងដែលធ្វើទុកយាមស្រែបែរជាមានមុខមាត់ដូចជាឪពុករបស់គាត់បេះបិណ្ឌខណៈដែលនាយជ័យកំពុងដើរពិនិត្យស្រូវស្រាប់តែមានពស់វែកដ៏ធំមួយបំប៉ោងពែបំរុងនឹងចឹកគាត់ពីក្រោយខ្នងភ្លាមនោះសំឡេងក្រហមមួយយ៉ាងខ្លាំងចេញពីស្រែរួចស្រមោលខ្មៅស្រពេចស្រពិលមួយបានលេចចេញមកចាប់ច្របាច់កពស់នោះដាច់ជាពីរចំណែកភ្លាមនាយជ័យងាកមកមើលស្រមោលនោះគាត់ដឹងថាជាឪពុករបស់គាត់ពុកគឺពុកមែនទេនាយជ័យសួរទាំងទឹកភ្នែកស្រមោលនោះមិនឆ្លើយទេគ្រាន់តែងក់ក្បាលយឺតរួចចង្អុលទៅកាន់គំនរស្រូវដែលច្រូតទុករួចជាស្រេចបន្ទាប់មកស្រមោលនោះក៏សន្សឹមរលាយបាត់ទៅក្នុងខ្យល់
បន្សល់ទុកតែភាពកក់ក្ដៅចម្លែកមួយកណ្ដាលវាលស្រែដ៏ត្រជាក់តាំងពីយប់នោះមកគ្មានចៅណាហ៊ានមកជិតស្រែរបស់តាសុកទៀតឡើយអ្នកភូមិតែងតែឃើញនាយជ័យធ្វើការងារស្រែចម្ការយ៉ាងសស្រាក់សស្រាំហើយរាល់ពេលល្ងាចគេតែងតែឃើញគាត់យកបាយម្ហូបទៅសែននៅខ្ទមស្រែជានិច្ចរឿងរ៉ាវរបស់ខ្មោចអ្នកចាំស្រូវក៏ក្លាយទៅជាវីរភាពស្មោះត្រង់និងការទទួលខុសត្រូវទោះបីជាស្លាប់ទៅក៏ដោយក៏ទឹកចិត្តស្រឡាញ់មុខរបរនិងបារម្ភចំពោះកូនចៅនៅតែដិតដាមជាប់នឹងដីស្រែជារៀងរហូតមកអរគុណច្រើនបងប្អូនអរគ្នាសម្រាប់ការតាមដានស្ដាប់សាច់រឿងមួយនេះតាំងពីដើមរហូតមកដល់ចប់តើបងប្អូនទាំងអស់គ្នាយល់យ៉ាងណាដែរសម្រាប់សាច់រឿងមួយនេះខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងជួយចុច Subscribe Channel របស់ខ្ញុំបាទម្នាក់មួយផងដើម្បីទទួលបានសាច់រឿងថ្មីៗឲ្យបានទាន់ចិត្តនិងទាន់ពេលវេលាអរគុណច្រើនសម្រាប់មតិយោបល់ទាំងប៉ុន្មានបងប្អូនអរគ្នាអាចចូល comment នៅខាងក្រោមបានអរគុណជម្រាបលាបាយបាយ